សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សំណេង Anime Apartment ពួកយើងជួបគ្នាម្ដងទៀតនៅក្នុងរឿង Resurrected as the Most Hated Villain ឬក៏ខ្ញុំចាប់ជាតួចិត្តអាក្រក់ដែលគួរឲ្យសោកបំផុតដែលជាភាគទី5របស់យើងទាំងអស់គ្នានៅក្នុងភាគទី5នេះគឺចាប់ផ្ដើមពី Chapter ទី11ទៅហើយមួយទៀតអ្នកទាំងអស់គ្នាប្រហែលជាអាចនឹងឮសំឡេងរំខានបន្តិចដោយសារតាមរយៈហ្នឹងនៅជុំវិញទីadminហ្នឹងគេនាំគ្នាចាប់ផ្ដើមសាងសង់ឃ្លាំងឬក៏សាងសង់ផ្ទះជួលឲ្យច្រើនអញ្ចឹងហើយទៅវាអាចនឹងមានសំឡេងរំខានតិចតួចអញ្ចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាកុំមកកាន់ចូលមកកាន់ Chapter ទី11នេះគេបង្ហាញអំពីអាប៉ែ Laberia ហើយនិងយាប៉ែ Elisa ហ្នឹងគឺកំពុងដើរកាត់វាលខ្សាច់ដ៏ធំមួយហើយបើអាប៉ែ Laberia វិញគាត់គឺកំពុងតែលោក្នុងចិត្តថាមិនដឹងថាអាកាសធាតុឆ្កួតឡប់ស្អីវាទេយប់មិញណាភ្លៀងផងព្យុះផងសឹងហែកមេឃដល់ពេលថ្ងៃឡើងរត់តែពពកមួយគ្មានរបស់យកនេះស្រាប់ពេលហ្នឹងយាប៉ែ Elisa ហ្នឹងគឺហៅឈ្មោះគាត់តែអាប៉ែ Laberia ហ្នឹងគឺមិនបានចាំឲ្យយាប៉ែហ្នឹងសួរគាត់តន់ទេគាត់គឺនិយាយវិញភ្លាមតែម្ដងថាបើសិនជាខ្ញុំមាន poison ដើម្បីការពារកម្ដៅមែនណាអ្នកដំបូងដែលខ្ញុំធ្វើឲ្យគឺយាប៉ែឯងមិនបាច់បារម្ភទេតែតាមពិតទៅយាប៉ែហ្នឹងគឺមិនមែនចង់សួរពីរឿងហ្នឹងទេនាងគ្រាន់តែឆ្ងល់ថាមិនក៏អាប៉ែ Laberia ហ្នឹងដូចជារៀងកុងកាច់ជាមួយនឹងអាប៉ែ Reinhardt ខ្លាំងម៉េះឲ្យតែជួបគ្នាខំមើលតែឆ្កែកន្លែងក្រោយហ្នឹងមានអ្នកថែវិញហើយយាប៉ែហ្នឹងក៏សួរដែរថាតើនាងគួរត្រូវធ្វើម៉េចដើម្បីឲ្យអាប៉ែហ្នឹងកុំឲ្យមើលចិត្តខ្លាំងពេកជាមួយនឹងក្រុមពួកនាងបន្តទៀតនិយាយទៅអាប៉ែ Laberia ក៏បាននិយាយដែរតាមពិតទៅគាត់គ្មានចង់ចំណាយពេលទៅឆ្លោះជាមួយនឹងពួកហ្នឹងទេតែពួកហ្នឹងមិនដឹងថាម៉េចគេឲ្យតែឃើញគាត់ចេញមកខំរហូតតែក្នុងចិត្តអាប៉ែ Laberia គាត់ដឹងច្បាស់ហ្មងថាមូលហេតុហ្នឹងគឺដោយសារតា Laberia ដើមហ្នឹងគឺជាមនុស្សដែលតែងតែគិតថាខ្លួនឯងហ្នឹងគឺល្អឥតខ្ចោះនៅចំណាត់ថ្នាក់លេខ1ហើយដោយសារតាឃើញអាប៉ែ Reinhardt ហ្នឹងរៀងខ្លាំងជាងទើបធ្វើខ្លួនឯងនឹងមានចិត្តចំណែនគុំគួនអញ្ចឹងហើយក៏ដោយសារតែចរិតគាត់វាបែបហ្នឹងអញ្ចឹងហើយទើបយាប៉ែ Elisa ហ្នឹងចេះតែប្រុងប្រយ័ត្នមិនព្រមទុកចិត្តគាត់សោះស្រាប់ពេលដែលពួកគេកំពុងដើរហ្នឹងមានកូនខ្ញាដំរីជាច្រើនបានផុសចេញមកតែនៅក្នុងភ្នែកយាប៉ែ Elisa ហ្នឹងខ្ញាដំរីប៉ុណ្ណឹងគឺពិតជាធំខ្លាំងមែនតើតែអាប៉ែ Laberia ក៏បានប្រាប់ថាអាប៉ុណ្ណឹងគឺជាទំហំធម្មតារបស់វាទេលក្ខណៈថាជាប្រភេទសត្វល្អិតនៅក្នុងពិភពរបស់គាត់តែនៅក្នុងពិភពយើងឃើញប៉ុណ្ណឹងអានឹងនិយាយឲ្យមិនមែនធម្មតាហើយគាត់ក៏បានប្រាប់ដែរថាឲ្យយាប៉ែនឹងប្រើប្រាស់វេទមន្តធាតុភ្លើងតែព្រោះថាសត្វអស់ហ្នឹងវាខ្លាចភ្លើងហើយគាត់ក៏បានប្រើប្រាស់វេទមន្តធាតុភ្លើងរបស់គាត់ហ្នឹងដើម្បីចាត់ការពួកអស់ហ្នឹងដូចគ្នាដល់ពេលហ្នឹងគឺមានខ្ញាល់ដំរីមួយទៀតបានផុសនៅពីក្រោយយាប៉ែ Elisa តែដោយសារតែប៉ែ Laberia គាត់រៀងរបៀសដែរអញ្ចឹងហើយគាត់គឺបានចាត់ការខ្ញាល់ដំរីមួយហ្នឹងហើយជួយយាប៉ែ Elisa បានសម្រេចតែជាមួយនឹងការប្រយុទ្ធមួយហ្នឹងយាប៉ែហ្នឹងគឺអស់ខ្យល់ខ្លាំងមែនទែនហើយមាត់នៅរឹងទៀតក៏ដឹងថាខ្លួនឯងហ្នឹងអត់ហត់ទេតែប៉ែ Laberia ហ្នឹងដូចគ្នាដែរគាត់គឺយល់ថាមិនក៏យាប៉ែហ្នឹងហត់បែបហ្នឹងព្រោះថាយាប៉ែហ្នឹងគឺអត់ដែរជួបនឹងការប្រយុទ្ធបែបហ្នឹងទេតែការគិតរបស់គាត់ហើយនឹងមាត់របស់គាត់ហ្នឹងគឺខុសគ្នាដោយស្រឡះហ្មងអាប៉ែហ្នឹងគឺបាននិយាយទៅកាន់យាប៉ែហ្នឹងថានាងគឺពិតជាអត់ប្រយោជន៍ខ្លាំងមែនតើហើយបើសិនជានាងស្លាប់នៅហ្នឹងពិតជាមានបញ្ហាធំជាមិនខានអញ្ចឹងហើយអាប៉ែ Laberia ហ្នឹងគឺចាប់ស្ទុះ3យាប៉ែហ្នឹងតែម្ដងនិយាយទៅយាប៉ែ Elisa នៅពេលដែលគេទៅ3ភ្លាមអញ្ចឹងនាងគឺស្រែកដូចមាន់គេចាក់កអញ្ចឹងហើយនាងគឺស្រែកប្រាប់ថាពួកយើងទើបតែស្គាល់គ្នាអញ្ចឹងហើយវាដូចជាអត់លឿនពេកទេសម្រាប់រឿងហ្នឹងតែពេល Laberia គឺអស់ទ្រាំហើយបានប្រាប់ឲ្យយាប៉ែហ្នឹងបិទមាត់ឲ្យចិត្តទៅនិយាយទៅខ្ញុំពិតជាស្អប់មនុស្សស្រីដែលរឹងក្បាលហើយនឹងមើលទៅដូចចង់តែដាច់ខ្យល់ដូចយាប៉ែឯងនឹងខ្លាំងមែនទែនណែគេមិនមែនទុនខ្សោយអញ្ចឹងទេសូម្បីតែប៉ែ Reinhardt ណាក៏តែងតែសាខ្ញុំដែរតែមើលទៅវាដូចជាមិនដូចអ្វីដែលយាប៉ែឯងនឹងនិយាយសោះដល់ពេល Laberia និយាយចេញមករៀងចំចំណុចខ្លាំងពេកអញ្ចឹងតែមកធ្វើមុខជួតហើយធ្វើឯណានៃខឹងគេញាក់ញ័រសាហាវមកកូនហ្នឹងហើយឥឡូវនេះអាប៉ែ Laberia គឺចាប់ផ្ដើមច្នៃហើយថាប៉ែ Reinhardt មិនគួរណាមានមនុស្សដែលស្រឡាញ់គាត់ច្រើនដល់ម្លឹងសោះកាត់ចូលមកដល់យប់ឡើងយាប៉ែ Elisa ហ្នឹងគឺបានសួរអាប៉ែ Laberia ថានាងគឺមានចំណុចខ្លះដូចជាអត់យល់ក្នុងចិត្តសោះក្រែង teleportation ហ្នឹងគឺបានបញ្ជូនពួកគេទៅកាន់កន្លែងមួយដែលពួកគេដែលស្គាល់ទៅឯងតែចំណុចហ្នឹងគឺវាមានអីតាក់ទងជារវាងគាត់និងនាងទៅព្រោះថាវាដូចជាអត់ចាំបាច់សោះដើម្បីឲ្យគាត់ហ្នឹងមកមើលថែនាងខ្លាំងដល់ម្លឹងបើតាមនិយាយត្រូវគាត់គួរតែទុកនាងចោលមកកន្លែងហើយយករស់តែខ្លួនឯងទៅគឺគ្រប់គ្រាន់ហើយឬក៏អាប៉ែឯងចង់ទុកនាងហ្នឹងដើម្បីយកមកការពារខ្លួនពេលជួបអាប៉ែ Reinhardt មែនប្រាប់ឲ្យហើយពីមុននាងជួយគាត់ហ្នឹងគឺដើម្បីតែអាប៉ែ Reinhardt តែម្នាក់គាត់កុំយកច្រឡំផ្ដេសផ្ដាស់នាងគឺគ្រាន់តែមិនចង់ឲ្យអាប៉ែ Reinhardt ខ្លាចទៅជាឃាតករតែប៉ុណ្ណោះនិយាយទៅទោះបីជាអាប៉ែ Reinhardt ធ្វើអីខុសក៏ដោយក៏យាប៉ែហ្នឹងនៅតែលើកលែងទោសអាប៉ែហ្នឹងដដែលធ្វើឲ្យអាប៉ែ Laberia ហ្នឹងគឺហួសចិត្តខ្លាំងមកថាពួកនេះមកតបឲ្យ4ហ្នឹងវាកាន់ជើងតែគ្នាវាហើយឯងនេះអាតួជាអាក្រក់អីតិចចាំតែត្រូវអីតិចចាំតែត្រូវហើយឥឡូវនេះអាប៉ែ Laberia គឺបានរៀបរាប់ពីប្រវត្តិផលយាប៉ែ Elisa ឲ្យពួកយើងស្គាល់បន្តិចយាប៉ែហ្នឹងគឺជាមនុស្សម្នាក់នៅក្នុងក្រុមវរៈជននាងគឺពិតជាមានចិត្តល្អខ្លាំងមែនទែនហើយគឺមានចរិតបែបជាក្មេងស្រីខ្ជូតទៅតែយាប៉ែហ្នឹងគឺមានភាពខ្លាំស៊ីទីលក្ខណៈថារៀងអាឡែអាឡក់តែទោះបីជាយ៉ាងណាក៏ដោយយាប៉ែហ្នឹងគឺជាមនុស្សដែលមានចិត្តល្អចូលចិត្តការហើយតែងតែបួងសួងឲ្យមនុស្សគ្រប់គ្នាហ្នឹងបានជួបនៅសុភមង្គលរបស់ពួកគេ
ចំណុចដែលអាក្រក់បំផុតសម្រាប់យូប៉ែហ្នឹងគឺមានតែមួយគត់នោះគឺយូប៉ែហ្នឹងងប់ក្បាលជាមួយនឹងអាប៉ែរ៉េនហាតងើបបុកមិនរួចចឹងហើយទើបគាត់ខ្ជិលប្រកែកពីរឿងអាប៉ែរ៉េនហាតជាមួយនឹងយូប៉ែហ្នឹងទុកឲ្យយូប៉ែហ្នឹងទៅតាមតាណាទៅព្រោះថាគ្មានព្រះអង្គណាប្រដៅព្រះនាងនឹងបានឡើយដល់ពេលហ្នឹងគាត់គឺបានតបទៅកាន់យូប៉ែហ្នឹងថាទោះបីជាថ្ងៃអនាគតនាងចង់ការពារយើងមិនចង់ការពារយើងក៏យើងមិនខ្វល់ដែរដរាបណាដែលនាងនៅជាមួយយើងគឺនឹងមិនឲ្យនាងស្លាប់ជាដាច់ខាត ហេតុអីទៅ ព្រោះថាវាធ្វើឲ្យយើងមានអារម្មណ៍ថាអត់សូវល្អតែគាត់គឺបានគិតក្នុងចិត្តថាបើសិនជាយេប៉ែនឹងស្លាប់មែនណាអ្នកដែលខុសធ្ងន់បំផុតហ្នឹងគឺជាគាត់ជាមិនខានពួកអ្នកប្រកាសជាតម្លាក់បន្ទុកមកកាន់គាត់ណាមួយគាត់គឺពិតជាចង់ឲ្យយេប៉ែនឹងរស់នៅបន្តទៀតដើម្បីបានទៅជួបអប៉ែរ៉ានហាតវិញព្រោះថាគាត់ចង់ឲ្យតួអង្គឯកនៅក្នុងហ្គេមរបស់គាត់ហ្នឹងទទួលបាន happy ending ឥឡូវនេះយើងមកនិយាយពីសាច់រឿងដែលយេប៉ែអេលីសាហ្នឹងបានជួបអប៉ែរ៉ានហាតវិញម្ដងដើមហេតុដំបូងហ្នឹងគឺអប៉ែរ៉ានហាតហ្នឹងគឺបានចូលទៅក្នុងព្រៃជ្រៅនៃព្រៃដែលគេបានហាមឃាត់ហើយគាត់គឺបានជួបព្រះវិហារមួយហើយព្រះវិហារនឹងដែរគឺជាព្រះវិហារដែលគេបានដាក់ត្រាឃុំឃាំងយេប៉ែអេលីសានៅក្នុងហ្នឹងអស់រយៈពេលប្រហែលជារាប់រយឆ្នាំហើយនៅពេលដែលអប៉ែរ៉ានហាតបានឃើញយេប៉ែអេលីសាត្រូវបានគេដាក់ត្រាឃុំខ្លួនអញ្ចឹងណាវាធ្វើឲ្យគាត់គឺមានអារម្មណ៍ថាអាណិតយេប៉ែនឹងជាខ្លាំងអញ្ចឹងហើយទើបគាត់សម្រេចចិត្តថាបំបែកត្រាមួយហ្នឹងហើយចាប់ផ្ដើមនៅការសងព្រេងរបស់ពួកគេនិយាយទៅអាសាច់រឿងមួយហ្នឹងគឺជាសាច់រឿងបើកក្បាលដំបូងនៃសាច់រឿងក្នុងហ្គេមតែបើនិយាយពីមូលហេតុដែលយេប៉ែនឹងត្រូវបានគេដាក់ត្រាឃុំខ្លួនវិញគឺដោយសារតែនៅក្នុងខ្លួនយេប៉ែនឹងគឺមានថាមពលដ៏មហស្ចារ្យមួយដែលអាចក្លាប់ពិភពលោកទាំងមូលបានហើយជាមួយនឹងថាមពលហ្នឹងវាក៏អាចជួយឲ្យពិភពលោកទាំងមូលហ្នឹងគឺមានតុល្យភាពដូចគ្នាតែបើសិនជាយេប៉ែនឹងបាត់បង់ម្ចាស់ការវិញពិភពលោកទាំងមូលហ្នឹងនឹងជួបការវិនាសជាមិនខានអញ្ចឹងហើយទើបជាមូលហេតុដែលគេដាក់ត្រាឃុំខ្លួនយេប៉ែនឹងនៅក្នុងហ្នឹងហើយប៉ែឡាបេរីហ្នឹងក៏បាននិយាយដូចគ្នាថាគាត់នឹងការពារយេប៉ែនឹងឲ្យអស់ពីសមត្ថភាពព្រោះថាខ្លាចថាមានណាគេម្នាក់ហ្នឹងមកចាប់យេប៉ែនឹងហើយប្រើប្រាស់យេប៉ែនឹងនៅក្នុងផ្លូវខុសតែឥឡូវហ្នឹងដោយសារតែការពារយេប៉ែនឹងពេញមួយថ្ងៃគឺធ្វើឲ្យគាត់អស់កម្លាំងខ្លាំងមែនតើអញ្ចឹងហើយគាត់ចង់រកគេងតិចសិនតែនៅពេលដែលអប៉ែឡាបេរីដាក់បានមកស្លេតហ្នឹងឯងយេប៉ែអេលីសាគឺបានបើកភ្នែកឡើងហើយបានស្ទុះរត់គេចចេញពីគាត់ភ្លាមៗតែម្ដងមូលហេតុហ្នឹងគឺដោយសារតែយេប៉ែហ្នឹងអត់ជឿជាក់គាត់ទេគិតថាអប៉ែឡាបេរីហ្នឹងចង់បានធម្មពលផលនាងដើម្បីយកទៅគ្រប់គ្រងហើយនាងគឺព្យាយាមរត់ហ្នឹងគឺដើម្បីស្វែងរកតំបន់ដែលសុវត្ថិភាពព្រោះថាយេប៉ែហ្នឹងគឺអត់មានសមត្ថភាពក្នុងការវាយគ្នាជាមួយនឹង monster ឯងជាមួយនឹងពួកវិសាចបានទេតែរត់ដល់បានផងហ្នឹងយេប៉ែហ្នឹងគឺបានធ្លាក់ចូលក្នុងរណ្ដៅមួយទៅពេលដែលចូលដល់ក្នុងរណ្ដៅហ្នឹងទើបយេប៉ែហ្នឹងដឹងថាតាមពិតទៅវាគឺជាដានជៀនមួយហើយដោយសារតាដំបូលផោះដានជៀនដែលយេប៉ែនឹងធ្លាក់មកហ្នឹងគឺវានៅខ្ពស់ខ្លាំងពេកចឹងហើយយេប៉ែហ្នឹងគឺអាចរត់ចេញទៅក្រៅវិញតាមចំណុចដែលនាងធ្លាក់មកបានទេហើយនាងគឺពិតជាមានអារម្មណ៍ថាខឹងនឹងខ្លួនឯងខ្លាំងមែនទែនព្រោះថានាងគឺអត់មានអីផ្សេងក្រៅពីចេះតែរត់គេចពីអ្នកដទៃឯងឬក៏ពីគ្រោះថ្នាក់ឯងហើយនាងគឺអាចធ្វើអីបានទាំងអស់និយាយទៅនាងគឺទន់ខ្សោយខ្លាំងមែនទែនស្របពេលនឹងដែរយេប៉ែហ្នឹងគឺបានយំខ្លាំងហ្មងថានាងគឺពិតជានឹកអ្នកគ្រប់គ្នាខ្លាំងមែនទែនណាក់ជាងគេគឺអប៉ែរ៉ានហាតហ្នឹងហ្មងហើយនាងគឺពិតជាមិនគួរនិយាយពាក្យដល់សែនអាក្រក់ម្លឹងដាក់គាត់ទេហើយនាងគឺពិតជាចង់សុំទោសគាត់ខ្លាំងហ្មងស្របពេលហ្នឹងដែរគឺមានសំឡេងកុហឹមដ៏ខ្លាំងមួយបានបន្លឺឡើងតើតែអញ្ចឹងទើបយេប៉ែនឹងភ្ញាក់ខ្លួនដឹងថាដោយសារតែនាងយំបាញ់មិញហ្នឹងណាគឺធ្វើឲ្យបិសាចដែលនៅក្នុងដានជៀនហ្នឹងគឺបានចាប់អារម្មណ៍ជាមួយនឹងវត្តមានផងនាងហើយចឹងហើយនាងគឺមានតែបញ្ញាប់រត់គេចទៅឲ្យបានកាន់តែឆាប់កាន់តែល្អតែមានចំណុចមួយឲ្យមានឆ្ងល់ហ្មងថាយេប៉ែហ្នឹងផ្លូវមកកកមិនក៏មិនទៅរកកន្លែងរត់បែរជារត់ចូលទៅក្នុងបន្ទប់ដែលមានសំឡេងកុហឹមដ៏ខ្លាំងហ្នឹងវិញនឹកឃើញកន្លែងហ្នឹងអត់មាននឹកឃើញពាក្យមួយឈលលើគោលការណ៍រឿងរំភើបបើសិនជាតួអង្គមិនរត់ទៅរកកន្លែងងាប់ទេមិនក៏នឹងអាចមានព្រះអង្គម្ចាស់ចូលមកជួយនាងបានទៅឬក៏មិននឹងអាចមានរឿងដែលរំភើបឲ្យពួកយើងមើលបានហើយឥឡូវនេះបានហើយយើងចូលមកកាន់សាច់រឿងរបស់យើងវិញចូលមកដល់ក្នុងបន្ទប់ដ៏ងងឹតមួយហ្នឹងហើយយេប៉ែហ្នឹងគឺបានចាប់អារម្មណ៍ថាគឺមានដុំពណ៌ខ្មៅមួយតែស្របពេលហ្នឹងភ្នែកដ៏ធំជាច្រើនគឺបានបើកឡើងមកវាគឺជាបិសាចដ៏គួរឲ្យខ្ពើមមួយដែលកំពុងតែរៀបចំនឹងលេបតបាក់នាងកាត់ចូលមកកាន់ពេលឡាបេរីវិញគាត់គឺកំពុងតែរត់តាមរយយេប៉ែហ្នឹងនិយាយទៅគាត់គឺបាននិយាយថាចង្រៃយកមែនយើងគឺពិតជាផ្ទៃប្រហែសខ្លាំងមែនតើហើយយើងគឺពិតជាមិនស្មានសោះមកថាយេប៉ែហ្នឹងបែរជារត់គេចចេញពីយើងនៅពេលដែលយើងកំពុងតែគេតែមើលទៅកាន់ដានជើងរបស់យេប៉ែហ្នឹងដូចជានៅថ្មីឡើយឯងព្រោះតែនៅនឹងឯងតាមមើលយើងដូចជាវ័យវត្តហើយនេះយើងគឺពិតជាមិនដឹងសោះបងថានៅម្ដុំហ្នឹងគឺមានដានជៀនតាំងពីពេលណាមកទេនេះតែវាក៏មិនជាចម្លែកអីដែរព្រោះភាពធៀបជាមួយនឹងកន្លែងទូទៅម្ដុំនេះវាមានទួលខ្ពស់ខុសពីធម្មតាអញ្ចឹងហើយវាប្រហែលជាមិនជាគួរចម្លែកទេដែលវាមានដានជៀននៅហ្នឹង
បើគិតពីយាយប៉ែ Elisa វិញយាយប៉ែហ្នឹងមិនមែនជាមេឃដែលចេះប្រយុទ្ធអីផងគ្រាន់តែជាអ្នក support ចឹងហើយច្បាស់ណាស់បើសិនយាយប៉ែហ្នឹងធ្លាក់ចូលនៅក្នុងហ្នឹងប្រកាសជាតេវតាំងពីម៉ានីទីដំបូងមកម្ល៉េះតែវាក៏អាចមានមូលហេតុខ្លះដែរបើសិនជាមេនៅក្នុងដានជាហ្នឹងចង់ជួបយាយប៉ែហ្នឹងដោយផ្ទាល់ប្រកាសណាស់យាយប៉ែហ្នឹងប្រកាសជាអាចនឹងទៅដល់ទប់មេដានជាហ្នឹងដោយផ្ទាល់តែម្ដងចឹងហើយអាចមានសង្ឃឹមខ្លះដែរថាយាយប៉ែហ្នឹងអាចនៅរស់ហើយចឹងមានតែចុះទៅរកយាយប៉ែហ្នឹងតែប៉ុណ្្នឹងឯងជាមួយនឹងអាដានជៀនប៉ុណ្្នឹងស៊ីផុយបើនិយាយពីក្នុងកែវិញដានជៀនប៉ុណ្្នឹងយើងចូលឡើងផុយហើយចេញចូលតាមចិត្តធ្វើដូចផ្ទះខ្លួនឯងចឹងមើលទៅគ្រាន់តែចូលមកដល់ភ្លាមឃើញពួកអាចចែមកស្វាគមន៍ភ្លាមមកណាអូសិតតាពួកអេរ៉េងផងណាល្អដែរចឹងឡមកមកយើងកុំដៅសាច់ដុំបន្ធូរ stress ខ្លះដែរចូលមកដល់ចំណុចនេះ chapter ទី11ព្រឹកយើងគឺបានបញ្ចប់ហើយ chapter ទី12ក៏មិនទុកឲ្យអ្នកទាំងអស់គ្នានៅចាំយូរដែរក្នុង chapter ទី12នេះគេបានបង្ហាញអំពីការប្រយុទ្ធរវាងLoberia ហើយនិងពួកបិសាចនៅក្នុងដានជៀនគាត់គឺបានប្រើប្រាស់ curse break ដែលជា skill មួយដែលគាត់ប្រើប្រាស់ដើម្បីយកទៅដាល់ពួកហ្នឹងនិយាយទៅម្ដាយផោះ curse break ហ្នឹងគឺពិតជាខ្លាំងផុសគេដូចឈ្មោះអញ្ចឹងគឺម្ដាយប៉ាងម្ដាយខ្ទេចតែម្ដងហើយគាត់គឺបានរត់ទៅយ៉ាងលឿនគឺអត់មាននៅតំអន់ពេលទេគឺរត់ទៅកាន់បន្ទប់មេតែម្ដងនៅពេលដែលគាត់បានធាក់ទម្លុះទ្វារហ្នឹងគាត់គឺបានប្រទះឃើញយប៉ែមេនាំរឿងហ្នឹងហើយយប៉ែហ្នឹងគឺនៅរស់ឡើយទេព្យាយាមស្រែកហៅឲ្យគាត់ជួយនាងផងហើយគាត់ក៏អត់នៅចាំយូរដែរព្រោះថាបើសិនជាទុកយូរទៅទៀតយប៉ែហ្នឹងប្រកាសជាត្រូវមេដានជៀនមួយហ្នឹងលេបតបាក់ជាមិនខានចឹងហើយគាត់គឺបានប្រើប្រាស់ voice slash ដែលជា skill មួយក្នុងការកាត់យ៉ាងលឿនតែម្ដងកាត់ដាច់ដៃមេដានជៀនហ្នឹងទាំងអស់ហើយនៅពេលដែលគាត់បានទៅជួយយប៉ែ Alisa ហ្នឹងហើយហ្នឹងគាត់គឺបានបន្ថែម Deadly Thunder មួយទៀតដើម្បីជួយសម្រួលលួចដុំមួយហ្នឹងតែកុំតអាននិយាយច្រើនយប៉ែស៊ីមកកញ្ញោហ្នឹងសិនទៅចាំពេលយើងដោះស្រាយជាមួយនឹងអាមេដានជៀនហ្នឹងហើយពួកយើងនឹងមានរឿងច្រើនត្រូវនិយាយគ្នាតទៀតហើយស្របពេលហ្នឹងដែរគាត់គឺបានបង្កើត skill ដ៏ខ្លាំងមួយដែលមានឈ្មោះថា Annihilation Spear ឬក៏លំពែងនៃការបំផ្លិចបំផ្លាញនិយាយទៅឈ្មោះរបស់គេគឺដូចនឹងអ្វីដែលយើងបានឃើញអញ្ចឹងមកលំពែងគឺខ្ទេចខ្ទីតែម្ដងអត់មានសល់សំបីតែផេះតើពេលប្រើ skill ហ្នឹងហើយមើលទៅប៉ែ Loberia ដូចជាទុនខ្សោយខ្លាំងមែនតើហើយមូលហេតុដែលគាត់ប្រើប្រាស់ skill ខ្លាំងបែបហ្នឹងគឺដោយសារតែអាបិសាចមួយហ្នឹងបើសិនជាវាយកាន់តែយូរវាវិវត្តខ្លួនហ្នឹងកាន់តែខ្លាំងដូចគ្នាអញ្ចឹងហើយធ្វើមិនក៏ដោយហើយវាឲ្យកាន់តែឆាប់កាន់តែល្អតែការវាយគ្នាបែបហ្នឹងវាគឺធ្វើឲ្យ mana របស់គាត់ហ្នឹងគឺចុះខ្សោយខ្លាំងមែនតើស្របពេលដែលយប៉ែ Elisa កំពុងតែគ្រាពេល Loberia ហ្នឹងនាងគឺបាននិយាយថាសុំទោសផងដោយសារតែខ្ញុំអ្វីៗគ្រប់យ៉ាងហ្នឹងគឺដោយសារតែខ្ញុំហ្នឹងបានរត់គេចចេញពីលោកទើបបង្កបញ្ហាឲ្យវាខ្លាចទៅជាបែបនេះបំភ្លេចវាចោលទៅមើលទៅយាយប៉ែ Elisa ប្រហែលជាកំពុងតែភ័យខ្លាចខ្លាំងហើយនាងក៏កំពុងតែបារម្ភអំពីខ្ញុំខ្លាំងដែរហើយចង្រៃយកស្អីដោយសារតែអាមាត់ឆ្កែហ្នឹងវាគឺពិតជាពិបាកឲ្យយាយប៉ែនឹងជឿជាក់ខ្ញុំខ្លាំងមែនតើអញ្ចឹងហើយខ្ញុំមានតែរកវិធីនិយាយបែបណាឲ្យយាយប៉ែនឹងជឿជាក់តិចឲ្យបានស្ដាប់ហើយយាយប៉ែយើងគឺគ្មានអារម្មណ៍នឹងចង់សម្លាប់នាងឬក៏យកនាងទៅពិសោធន៍ស្អីដែរហើយយើងក៏គ្មានកំណត់ថាចង់ទុកឲ្យនាងស្លាប់នៅទីហ្នឹងដែរព្រោះថាបើសិនជានាងស្លាប់បញ្ហាជាច្រើននឹងរត់មករកយើងជាមិនខានជាពិសេសគឺ Adrian Hart នឹងតែម្ដងវាប្រកាសជាមករញ៉េរញ៉ៃយើងទៀតហើយនេះក៏ជាមូលហេតុមួយនៅក្នុងចំណោមមូលហេតុផ្សេងៗដែរដែលយើងត្រូវតែបញ្ជូននាងទៅវិញដោយសុវត្ថិភាពណាមួយនាងគឺមានចំណុចមួយចំនួនខុសគ្នាដាច់អំពីពួកថ្នាក់ទៀបល្ងីល្ងើអស់ទាំងហ្នឹងឥឡូវហ្នឹងយកនៅចាស់ទៀនហើយមានអីចង់និយាយទៀតទេស្របពេលហ្នឹងយាយប៉ែហ្នឹងគឺបានអរគុណគាត់ដោយហៅគាត់ថា Loberia សាំងតែគាត់គឺបានបញ្ជាក់ប្រាប់នាងថាអាពាក្យកតុយផ្សាំងកតុយហ្នឹងមិនបាច់ហៅមកទេហៅតែ Loberia ទៅគាត់គឺមិនសូវស៊ីខ្សែគ្នាជាមួយនឹងពួកសម្ដីបែប formal បែបគួសមទេហើយពេល Loberia ក៏បានប្រាប់យាយប៉ែហ្នឹងដែរថាគាត់ចង់ទៅអឺតមើលនៅ Continent Town តិចឬក៏កន្លែងទីក្រុងពួកបិសាចគាត់ថាគាត់ចង់ទៅអឺតមើលនៅនឹងតិចទោះបីជាវាត្រូវវៀងផ្លូវទៅឆ្ងាយបន្តិចក៏ដោយបើនិយាយពីទីក្រុងហ្នឹងយាយប៉ែហ្នឹងគឺស្គាល់ដូចគ្នាហើយទីក្រុងហ្នឹងគឺឈ្មោះថា Arcadia ហើយមូលហេតុដែលយាយប៉ែហ្នឹងស្គាល់ហ្នឹងគឺដោយសារតែនាងធ្លាប់ឮទីក្រុងហ្នឹងអំពីប៉ែ Reinhardt ហើយប៉ែ Reinhardt ហ្នឹងគឺធ្លាប់មកទីក្រុងហ្នឹងមករៀបចំលក្ខណៈថាហេដ្ឋារចនាសម្ព័ន្ធនៅហ្នឹងហើយឥឡូវនេះយើងមកស្គាល់អំពីទីក្រុង Arcadia បន្តិចទីក្រុងហ្នឹងគឺស្ថិតនៅទិសខាងជើងដែលមានមុខទល់នឹងសមុទ្រហើយទីក្រុងនេះគឺជាទីក្រុងដែលពួកវីរៈជននឹងបានបញ្ជូនមនុស្សនិងពួកបិសាចដែលបានបដិសេធនៅក្នុងការធ្វើសង្គ្រាមជាមួយគ្នានឹងឲ្យទៅរស់នៅក្នុងទីហ្នឹងហើយប្រជាជននៅក្នុងទីក្រុងហ្នឹងគឺពិតជាជឿជាក់ខ្លាំងមែនទែនទៅលើ hero ចំនួនមុន
តាំងពីជំនាន់អ្នកគ្រប់គ្រងទីក្រុងជំនាន់មុនរហូតដល់ជំនាន់ឥឡូវពួកគេគឺនៅតែបន្តជឿជាក់ទៅលើពួក hero អញ្ចឹងហើយជាមួយនឹងអាកាសធាតុដ៏អាក្រក់នៅក្នុងDemon Continent ហ្នឹងណាទីក្រុងមួយហ្នឹងគឺជួបនឹងបញ្ហាមួយចំនួនដូចជាខ្វះខាត supply ខ្វះខាតស្បៀងអាហារហើយតបជំនួយអីអស់ហ្នឹងក៏អត់សូវមានដែរនិយាយទៅខ្សត់អ្នកការពារហើយ Pelaberia ក៏បានបញ្ជាក់ប្រាប់យើងបន្ថែមទៀតដែរបើសិនជានិយាយទៅតាមសាច់រឿងនៅក្នុង game វិញទីក្រុងមួយហ្នឹងបច្ចុប្បន្នគឺកំពុងតែស្ថិតនៅក្នុងភាពក្រីក្រខ្លាំងមែនទែនហើយក៏ខ្វះខាតនៅការការពារដែរហើយនៅក្នុងទីបញ្ចប់នៃសាច់រឿងនៅក្នុង game ហ្នឹងអាប៉ែ Reinhardt ហ្នឹងគឺបានដឹងអំពីរឿងទាំងអស់ហ្នឹងតាក់ទងជាមួយនឹងទីក្រុងមួយហ្នឹងហើយគាត់គឺពិតជាសោកស្ដាយមែនទែនដែលគាត់គឺបានមើលរំលងទីក្រុងមួយហ្នឹងទុកឲ្យវាបញ្ហាកាន់តែធ្ងន់ធ្ងរបែបហ្នឹងតែដោយសារតែគាត់ជ្រុលមកដល់ហ្នឹងហើយចឹងហើយគាត់គឺមានតែទៅមើលទីក្រុងហ្នឹងបន្តិចនិយាយទៅឡើងហើយដែរលក្ខណៈថាជ្រុលដល់មកហើយចូលតិចហ្មងទៅតែនៅពេលដែលមកដល់ Arcadia ហ្នឹងយេប៉េ Elisa គឺពិតជាភ្ញាក់ផ្អើលខ្លាំងហ្មងថាវាគឺមិនគួរណាធ្លាក់ខ្លួននៅដាបដល់ម្លឹងណាហើយស្របពេលហ្នឹងដែរព្រួយមួយគឺបានហោះសម្ដៅមករកពួកគេនិយាយទៅអ្នកដែលបាញ់ព្រួយហ្នឹងគឺជាឆ្មាំការពារទីក្រុងហ្នឹងឯងហើយពួកគេក៏បានសួរបញ្ជាក់ដែរថាអ្នកទាំងពីរអ្នកហ្នឹងគឺមកមានបំណងអ្វីឲ្យប្រកាសPelaberia ក៏អត់បានចាំយូរដែរគាត់គឺបានប្រាប់ថាពួកយើងគឺបានបាត់បង់ផ្ទះដោយសារតែសង្គ្រាមហើយពួកយើងគឺបានលើកថាបើសិនជាពួកយើងមកដល់ទីហ្នឹងពួកយើងនឹងមានផ្ទះសម្រាប់នៅជាមិនខានហើយគាត់ក៏បានប្រាប់ទៅកាន់យាប៉េ Elisa ដូចគ្នាថាមិនបាច់សួរគាត់អីច្រើនទេបើសិនជាចង់ឲ្យអ្នកទាំងអស់គ្នានៅខាងក្នុងហ្នឹងស្វាគមន៍ពួកគេត្រូវតែសម្ដែងតាមគាត់ទៅចឹងហើយយាប៉េ Elisa គឺបានស្រែកប្រាប់ពួកគេហ្មងថានាងគឺអត់អាចត្រឡប់ទៅវិញបានទេព្រោះថាពួកគេទាំងពីរអ្នកហ្នឹងគឺអត់មានកន្លែងណាផ្សេងដែលត្រូវទៅទេចឹងហើយសូមឲ្យអ្នកខាងក្នុងហ្នឹងជួយពួកគេផងដោយសារតែបានយល់អំពីពួកគេទាំងពីរអ្នកហើយអ្នកខាងក្នុងក៏បានរៀបចំបើកទ្វារមកទទួលរាក់ទាក់ពួកគេដូចគ្នាមើលទៅបរិសម្នាក់នោះប្រហែលជាមេភូមិនៅក្នុងទីក្រុងហ្នឹងហើយគាត់គឺបាននិយាយថាវាអស់រយៈពេលជាយូរហើយដែលមានអ្នកដំណើរមកសុំស្នាក់នៅខាងក្នុងទីក្រុងហ្នឹងចឹងហើយគាត់គឺនឹងជូនពួកគេទៅកាន់ផ្ទះរបស់ពួកគេចូលមកដល់ខាងក្នុងហ្នឹងយាប៉ែហ្នឹងគឺបានឃើញរឿងដ៏កំសត់ជាច្រើនអ្នកភូមិមួយចំនួនហ្នឹងគឺអត់មានម្ហូបអាហារគ្រប់គ្រាន់ការគេងតាមផ្លូវឃើញឆ្កាអនាថាអញ្ចឹងហើយនៅពេលដែលនាងបានមកដល់ផ្ទះដែលពួកគេរៀបចំឲ្យពួកនាងហើយនាងគឺបាននិយាយប្រាប់Pelaberiaថានាងគឺអត់គិតថាវានឹងមានរឿងបែបហ្នឹងកើតឡើងសោះហ្មងArcadia ដែលនាងសម័យហ្នឹងវាមិនគួរណាដុនដាបដល់ម្លឹងពេកទេហើយស្របពេលហ្នឹងដែរPelaberia ក៏បាននិយាយប្រាប់ដែរថាមើលទៅReinhardt គឺអត់បានដឹងអំពីបញ្ហាដែលទីក្រុងហ្នឹងកំពុងតែជួបប្រទះទេហើយកន្លែងបន្តមកទៀតហ្នឹងPelaberia និយាយច្រើនពេកអត់មានស្ដាប់អត់យល់ចឹងហើយមានកាត់ន័យយល់លក្ខណៈថាទីក្រុងហ្នឹងជាទីក្រុងដែលត្រូវបានគេបោះបង់ចោលអត់មានណាគេចាប់អារម្មណ៍ឬក៏អ្នកគ្រប់គ្នាហ្នឹងគឺតែងតែមើលរំលងព្រោះថានៅក្នុងហ្នឹងគឺមានទាំងមនុស្សហើយនិងពួកបិសាចចឹងហើយពួកមនុស្សគឺអត់ចូលចិត្តទីក្រុងហ្នឹងទេហើយក៏អត់ចង់ផ្គត់ផ្គង់សម្ភារៈឬក៏ចំណីអាហារឲ្យមនុស្សនៅក្នុងទីក្រុងហ្នឹងដែរនិយាយទៅមនុស្សខាងក្រៅហ្នឹងគឺអត់ចូលចិត្តនៅទីក្រុងហ្នឹងទេហើយស្អប់ទីក្រុងហ្នឹងដូចគ្នាដោយសារតែទីក្រុងហ្នឹងគឺមានលាយចម្រុះគ្នារវាងពូជពងមនុស្សនិងពូជពងបិសាចនៅក្នុងហ្នឹងស្របពេលហ្នឹងដែរគាត់គឺបានយកអាហារមួយចានឲ្យយាប៉ែហ្នឹងប្រាប់ឲ្យយាប៉ែហ្នឹងញ៉ាំទៅព្រោះថាមនុស្សទុនខ្សោយដូចជានាងបើសិនជាចង់ដើរមើលទីក្រុងហ្នឹងឬក៏ចង់ជួយណាគេតើតែញ៉ាំឲ្យឆ្អែតសិនយាប៉ែ Elisa ហ្នឹងគឺពិតជារំភើបចិត្តខ្លាំងមែនតើដែលអ្នកភូមិហ្នឹងគឺបានចែករំលែកអាហាររបស់ពួកគេហ្នឹងមកឲ្យពួកនាងនិយាយទៅនៅពេលដែលយាប៉ែ Elisa បានភ្លក់ម្ហូបប្រើPelaberia មួយម៉ាត់ហ្នឹងគឺនាងបាននិយាយមកថាវាពិតជាឆ្ងាញ់ខ្លាំងមែនតើនិយាយទៅស្នាដៃបរោះសង្ហាចឹងហើយគេសង្ហាហើយគេបកកែធ្វើម្ហូបទៀតខុសតែអត់មានចេះតែធ្វើម្ហូបតែមុខមើលមិនយល់ហើយនិយាយចោះនិយាយឡើងចូលខ្លួនឯងទៀតទេនិយាយទៅនាងគឺដោយសារដាច់ពីមាត់មកតាក់ទងជាមួយនឹងម្ហូបប្រើPelaberiaហើយនាងក៏បាននិយាយដែរប្រហែលជាដោយសារតែវាមានលាយគ្រឿងផ្សំពិសេសអីមួយចំនួនទៅធ្វើឲ្យវាឆ្ងាញ់ប្លែកឆ្ងាញ់ជាងសាច់បិសាចដែលនាងធ្លាប់ញ៉ាំនឹងពួកអាហារក្រៀមទាំងអស់ហ្នឹងទៀតតែPelaberiaហ្នឹងគឺធុញជាមួយនឹងយាប៉ែហ្នឹងហ្មងថាញ៉ាំអីកុំនិយាយច្រើនពេកតែយាប៉ែហ្នឹងក៏អត់បានស្ដាប់ដែរនាងគឺនៅតែនិយាយអញ្ចឹងប្រាប់Pelaberiaហ្នឹងមើលនៅពីក្រោយខ្នងរបស់គាត់ទៅហើយនៅពីក្រោយខ្នងរបស់គាត់នោះគឺពួកបិសាចមួយចំនួនគឺកំពុងតែហៀទឹកមាត់កក្លាក់ដោយសារតែក្លិនឈ្ងុយព្រមហូបPelaberiaហ្នឹងឯងចឹងហើយពួកគេគឺអត់ជំរើសទេមានតែហៅ3នាក់ហ្នឹងមកអង្គុយញ៉ាំជាមួយគ្នាបន្ទាប់ពីញ៉ាំអីជាមួយគ្នាហើយពួកគេទាំង3នាក់ហ្នឹងគឺបានណែនាំឈ្មោះក្មេងប្រុសម្នាក់ហ្នឹងគឺឈ្មោះថាអាក់គាត់គឺបានលើថាមានចំណូលថ្មីចូលមកក្នុងទីក្រុងចឹងហើយទើបគាត់ចង់មកដើម្បី say hello ឬក៏រាក់ទាក់គ្នានឹងឯងហើយក្មេងស្រីម្នាក់ទៀតហ្នឹងគឺឈ្មោះថា Jessica នាងគឺតលន់ម្ហូបនៅផ្ទះចឹងហើយចង់ចេញមកខាងក្រៅលេងគីឡូមានម្ហូបឆ្ងាញ់ប្លែកមាត់តែអ្នកដែលនិយាយការពិតហ្នឹងគឺក្មេងប្រុសវិសាចម្នាក់ដែលមានឈ្មោះថារុយអាអិតហ្នឹងគឺបាននិយាយថា
មូលហេតុចម្បងហ្នឹងគឺដោយសារតាទូកអ្នកជំនួយហ្នឹងគឺលែងមកទីហ្នឹងអស់រយៈពេល3ខែហើយអញ្ចឹងហើយទើបធ្វើឲ្យពួកគេឃ្លានខ្លាំងទ្រាំអត់បាននៅពេលដែលធំក្លិនម្ហូបឈ្ងុយម៉ងគ្រាន់តែលើភ្លាមអាប៉ែឡាបេរៀគឺហួសចិត្តខ្លាំងហ្មងព្រោះថាស្ថានភាពមើលទៅវាអាក្រក់ជាងអ្វីដែលគាត់រំពឹងទុកទៀតព្រោះថាជំនួយគឺត្រូវបានកាត់ផ្តាច់អស់3ខែហើយមិនមែនជារឿងធម្មតាទេហើយគាត់ក៏បានសួរក្មេងៗលេងៗដែរថាតើពួកក្មេងៗហ្នឹងគឺមានកំណត់បែបម៉េចទៅកាន់ពួក hero តើគិតថាពួកហ្នឹងបែបម៉េចដែរគ្រាន់តែលើសំណួរហ្នឹងភ្លាមក្មេងៗនៅគ្នាដូរទឹកមុខភ្លាមៗហ្មងហើយអាលអិតអាក់ហ្នឹងគឺបាននិយាយមុនគេហ្មងថាគឺជាពួកលាក់ពុតហើយប៉ែ Jessica គឺបាននិយាយថាជាពួក scam ឬក៏ពួកបោកប្រាស់បើចំណែកអាប៉ែរួយវិញគឺបាននិយាយថាគឺជាពួកបិសាចដែលពាក់ស្បែកមនុស្សស្របពេលហ្នឹងដែរអាប៉ែឡាបេរៀននៅជាតិឌឺជាប៉ែអេលីសាទេថាមើលទៅក្មេងៗហ្នឹងគឺបាននិយាយកុហកបោកប្រាស់ពួកយើងហើយមើលទៅចឹងហើយធ្វើឲ្យប៉ែអេលីសាហ្នឹងអស់ពាក្យនិយាយខ្លាំងហ្មងព្រោះថាអានេះចំហ្មងច្បាស់ប៉ុណ្្នឹងហើយហ្នឹងចឹងហើយនាងគឺអីបកែកលេងចេញទៀតហើយអាប៉ែឡាបេរៀគឺបានគិតក្នុងចិត្តថាបើសិនជាអញ្ចឹងមែនចេះចោះក៏បានដែរយើងនឹងបង្រៀនពួកគេអំពីរបៀបក្នុងការរស់នៅក្នុងតំបន់ដែលអាក្រក់ដល់ម្លឹងដោយមិនត្រូវការចាំបាច់ពឹងពាក់ពួក hero មកទៀតចឹងហើយឥឡូវហ្នឹងគាត់គឺសម្រេចចិត្តថានឹងត្រូវធ្វើបែបហ្នឹងហើយគាត់គឺបាននិយាយទៅកាន់ពួកក្មេងៗមកថាអេពួកអាល់អិតពួកឯងចង់ខ្លាំងឬក៏អត់ហើយមើលទឹកមុខប្រាប់គាត់ចេញមកគឺធ្វើឲ្យក្មេងៗហ្នឹងភ័យខ្លាចខ្លាំងហ្មងនិយាយទៅគេជួយចិត្តអាក្រក់ចឹងហើយនៅត្រូវការចំណាយពេលយូរដើម្បីស៊ាំខ្លួនចំណែកក្មេងៗវិញឥឡូវនេះគឺកំពុងតែរំភើបចិត្តពួកគេគឺព្រមធ្វើគ្រប់យ៉ាងតែម្ដងតែចំណែកជាប៉ែអេលីសាវិញពេលនេះគឺកំពុងតែភ័យនាងគឺបាននិយាយថាតើលោកគឺមានបំណងថាចង់ឲ្យពួកគេនឹងលះបង់ជីវិតពាក់កណ្ដាលរបស់ពួកគេនឹងយកមកឲ្យលោកមែនហើយនាងគិតថាខ្ញុំជាមនុស្សបែបណាឲ្យប្រកាសហ្នឹងហើយពេលឡាបេរៀក៏បានបកទៅកាន់ក្មេងៗដូចគ្នាប្រាប់ថាឲ្យពួកគេរៀបចំខ្លួនទៅហើយទៅព្រោះថាលើក្រោយគាត់នឹងវឹកហាត់ពួកគេដោយផ្ទាល់តែម្ដងតែឥឡូវនេះវារៀងងងឹតតិចហើយចឹងហើយគាត់គឺសម្រេចចិត្តថាគាត់នឹងដើរពេត្រូលលក្ខណៈថាដើរល្បាតនៅក្នុងតំបន់ហ្នឹងស្របពេលដែលគាត់កំពុងតែដើរល្បាតហ្នឹងគាត់គឺបានគិតថាអ្នកភូមិទាំងអស់គឺបានចែករំលែកអាហាររបស់ពួកគេហ្នឹងមកឲ្យគាត់ទាំងដែលពួកគេហ្នឹងគឺលែងមានជំនួយយូរហើយចឹងហើយគាត់គឺមានតែត្រូវរកវិធីអរគុណពួកគេហ្នឹងឲ្យបានសមរម្យវិញដូចគ្នាហើយដើរមកកាត់ម្ដុំនេះគាត់គិតថាប្រហែលជាអាចនឹងរកបានសត្វប្រមាញ់ខ្លះតាមមើលតែសត្វប្រមាញ់ខ្លះរបស់គេហ្នឹងមិនណាអីហើយគួរឲ្យខ្លាចជ្រូកព្រៃកពស់ប្រពន្ធភ្នំតែជ្រូកព្រៃប្រពន្ធប៉ុណ្ណឹងគាត់ដាក់តាមឲ្យចែកប្លែកស្ពាគឺតែវតែម្ដងនិយាយទៅមានធំតែអត់ខ្លាំងទេហើយឥឡូវនេះគាត់គឺរំភើបចិត្តខ្លាំងមែនទែនព្រោះថាវាគឺពិតជាសំណាងរបស់គាត់ខ្លាំងហ្មងដែលគ្រាន់តែទៅតែដើរអត់បានផងគាត់គឺបានជួបជុំព្រៃយក្សដ៏ធំម្លឹងចឹងហើយគាត់គឺត្រូវតែប្រញាប់យកវាត្រឡប់ទៅផ្ទះវិញទៅទីក្រុងវិញតែដោយសារតែវាធំពេកគាត់អត់ច្បាស់ទេថានឹងត្រូវយកវាទៅដោយរបៀបណាប្រហែលជាកាត់ប្រលះវាដុំយកតែកន្លែងណាដែលត្រូវការទៅបានហើយស្របពេលហ្នឹងដែរគ្រីមមករបស់គាត់ហ្នឹងគឺបានបញ្ចេញពន្លឺយ៉ាងខ្លាំងតែម្ដងហើយមិនត្រឹមតែប៉ុណ្្នឹងឯងវាគឺបានបញ្ចេញផ្សែងអាប់ខ្មៅដ៏ខ្លាំងទៀតផងនិយាយទៅវាធ្វើឲ្យគាត់ហ្នឹងគឺពិបាកមើលខ្លាំងមែនតើតែចេញពីផ្សែងអាប់ខ្មៅនោះគឺស្ដេចនាគបារ៉ូសពេលចេញមកម្ដងនេះលក្ខណៈថារៀងរំទុំជាងមុនហើយស្នើសុំខ្លួនដើម្បីចូលទៅបម្រើគាត់ចូលមកដល់ភាគហ្នឹងដែរសាច់រឿងនៅក្នុង chapter ទី12របស់យើងគឺបានបញ្ចប់ត្រឹមប៉ុណ្្នឹងហើយពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើដែលបានគ្រប់គ្រងការសម្ដែងផាត់មីតហើយពួកយើងនឹងជួបគ្នាម្ដងទៀតនៅកាន់ chapter ទី13ចាប់ពី chapter ទី13ទៅរឿងសម្ងាត់មួយចំនួនដែលត្រូវបានកាត់ឡើងនៅពីក្រោយខ្នងពួកវីរៈជនហ្នឹងគឺបានបង្ហាញឡើងបន្តិចម្ដងឲ្យយប៉ែលីសាបានដឹងហើយមានអត់ដឹងថាគួរនិយាយទៀតទេដោយរដងអញ្ចឹងបើសិនជាអ្នកនរគ្នាចូលចិត្តការសម្ដែងផាត់មីតគឺកុំភ្លេចឲ្យមេដៃម្នាក់មួយផងហើយបើអត់ទាន់បាន Subscribe ទេគឺកុំភ្លេចជួយចុច Subscribe Channel Admin ឲ្យម្នាក់មួយផងហើយនឹងកុំភ្លេចចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពេលដែល Admin បានផុសពិតជាអរគុណអ្នកនរគ្នាខ្លាំងមែនទែនដែលបានគ្រប់គ្រងការសម្ដែង Anime Podmin ក្នុងពេលកន្លងមកដល់បច្ចុប្បន្នហ្នឹង Admin សូមជម្រាបលាអ្នកនរគ្នាត្រឹមប៉ុណ្្នឹងហើយបាយបាយ